ដំណើរកំសាន្តទៅខេត្តសៀមរាបវគ្គ5ឥឡូវនេះគឺយើងបានមកដល់ប្រាសាទប្រខាន់ហើយពីវីដេអូមុនហ្នឹងគឺយើងថតបានតិចពេកដោយសារទូរស័ព្ទខ្ញុំហ្នឹងវាអស់ថ្មអញ្ចឹងខ្ញុំឲ្យប្តីខ្ញុំថតជំនួសណាអញ្ចឹងទៅវីដេអូអត់សូវមានច្រើនដូចរូបថតទេហើយវីដេអូមុនហ្នឹងនិយាយបានតិចអត់សូវនិយាយបានច្រើនទេហើយអញ្ចឹងចាំនិយាយច្រើននៅក្នុងវីដេអូនេះក៏បានដែរព្រោះអីនៅក្នុងប្រាសាទប្រខាន់នេះគាត់ថតបានច្រើនតាំងពីផ្លូវដើររហូតដល់ខាងក្នុងដល់ចុងហ្មងណាមួយប្រាសាទប្រខាន់យើងដើរបានច្រើនដល់ក្នុងហ្នឹងគឺដោយសារតែប៉ាម៉ាក់គាត់ចុះមកដែរគឺចុះមកទាំងអស់គ្នាអញ្ចឹងទៅបានថតបានយ៉ាងច្រើនអីកន្លែងនេះគឺម៉ាក់ពងឲ្យក្មេងៗមើលអាស្លឹកអីគេនេះពេលដែលបោះឡើងទៅលើចុះវិញមកឃើញដូចសត្វចាបចឹងទៅវាឃើញស្អាតក្មេងៗនៅគ្នារើសលេងពេញហ្នឹងហើយណាមួយប៉ាម៉ាក់គាត់ដែលមកប្រាសាទហ្នឹងទេលើកទី1ដែលគាត់មកព្រោះដោយសារតែខ្ញុំហ្នឹងចង់មកអញ្ចឹងទៅពេលមកដល់គាត់ឃើញយ៉ាងប្លែកភ្នែកជាធម្មតាគឺពេលទៅដើរលេងគឺទៅប្រាសាទអង្គរធំអង្គរតូចសត្វបាយ័នអីទេហើយត្រឹមប្រាសាទផ្សេងៗត្រឹមមកជីកាត់តែមិនដែរចូលទេទៅលើកហ្នឹងឯងខ្ញុំចង់ចូលប្រាសាទផ្សេងៗដែលអត់ដែរចូលអូអីប្រាសាទអង្គរវត្តប្រាសាទបាយ័នឯងធ្លាប់ចូលនឹងឲ្យតែមកស៊ីមលណាក៏លេងទៅកន្លែងហ្នឹងដែរក៏ប៉ុន្តែពេលដែលមុនមកដល់ប្រាសាទប្រខាន់ហ្នឹងគឺមានប្រាសាទផ្សេងទៀតតែអត់បានចូលពីហួសនឹង2-3ប្រាសាទដែរព្រោះអត់បានចូលហ្នឹងដោយសារតែក្មេងៗគេថាខ្ជិលចុះខ្ជិលអីហើយខ្ញុំនេះក៏ឃើញអញ្ចឹងទៅក៏ខ្ជិលទៅហើយមកបំណងចង់មកដល់ប្រាសាទប្រខាន់ហ្នឹងដែរហើយប្រាសាទប្រខាន់ហ្នឹងទ្វារច្រើនណាស់ចូលទៅគឺសិតតែទ្វារហើយមកដល់ត្រង់នេះគឺគេកន្លែងគេគក់ទ្រូងអញ្ចឹងមួយនាំគ្នាគក់ទ្រូងគ្រប់គ្នាហើយកន្លែងហ្នឹងក៏កន្លែងដែរអាជ្ញាធរអប្សរាគាត់បានជួយណែនាំប្រាប់ថាកន្លែងហ្នឹងកន្លែងគក់ទ្រូងហើយកន្លែងថតរូបស្អាតហើយពេលគេដាក់ថតទៅដាក់ដៃផ្គុំចូលគ្នាទៅឃើញដូចទៀនអញ្ចឹងណាតែឥឡូវនេះបានថតវីដេអូមកថតរូបហើយចេញពីកន្លែងហ្នឹងទៅចូលទៅរកកន្លែងពនាងអន្តរទេវីជាមួយពនាងជ័យរាជាទេវីព្រោះអីគេល្បីថាកន្លែងហ្នឹងគឺស័ក្តិសិទ្ធិអញ្ចឹងហើយគឺចូលទៅរកតែពេលហ្នឹងទៅរកឃើញគង់បានអាជ្ញាធរអប្សរាគាត់ជួយប្រាប់នៅកន្លែងណាកន្លែងណីទេកុំអីរកឃើញសោះហ្មងព្រោះអីផ្លូវដើរចូលទៅគឺទូចមែនតើគឺពិបាកចូលតតអោនចូលម្នាក់មួយមិនចូលរួចហើយកន្លែងហ្នឹងដែរដែលប្តីខ្ញុំគាត់ចង់ឃើញណាព្រោះអីគាត់ថាគាត់ឃើញចង់ដឹងកន្លែងពនាងអន្តរទេវីជាមួយពនាងជ័យរាជាទេវីហ្នឹងនៅកន្លែងណាហើយនៅប្រាសាទណាក៏អត់ដឹងទុំខ្ញុំប្រាប់ទៅមិនដឹងហើយការដែលខ្ញុំដឹងហ្នឹងគឺមិនមែនដឹងដោយខ្លួនឯងទេគឺដឹងតែគេថតវីដេអូ review ដែរទេហើយឥឡូវបានជាមកដល់ហើយគឺយើងមកសាពះសុំសេចក្តីសុខសុំក្តីចម្រើនពីគាត់ទាំងពនាងអន្តរទេវីជាមួយពនាងរាជាទេវីហើយខ្ញុំនិយាយឈ្មោះពនាងជ័យរាជាទេវីដឹងត្រូវខុសទេព្រោះអីប្តីធ្លាប់ប្រាប់ម្សាតែភ្លេចតែអញ្ចឹងទៅបើខុសត្រូវអីជួយខមមិននៅក្នុងវីដេអូផងកន្លែងដែលខ្ញុំអង្គុយនេះកន្លែងនេះគឺកន្លែងរបស់ពនាងអន្តរទេវីហើយនៅខាងស្ដាំដៃដែលមានប្រឡោះទូចមួយចូលទៅទៀតហ្នឹងគឺកន្លែងរបស់ពនាងជ័យរាជាទេវីហ្នឹងហើយតែបានថតដោយសារទូចពេកខ្ញុំគ្រាន់តែចូលតែមើលបន្តិចហើយក៏ចេញមកវិញមកបន្ទាប់ពីចេញពីកន្លែងហ្នឹងហើយក៏ដើរបន្តទៅក្រោមមើលកន្លែងគេដាក់ប្រខាន់ណាដើរចូលទៅដល់ក្នុងនោះទៀតហើយនិយាយទៅប្រាសាទប្រខាន់ហ្នឹងគឺទ្វារច្រើនមែនតើចូលមកប្រឡោះច្រើនណាខុសពីប្រាសាទផ្សេងទៀតនិយាយពីអាកាសធាតុក្តៅមែនតើបាំងឆាត់ម្នាក់មួយគ្រប់គ្នាអត់តែប្តីខ្ញុំទេហើយដើរចូលទៅរហូតដល់ចុងផុតនោះអាហ្នឹងគឺអស់ហើយអស់តួប្រាសាទហើយទៅដល់ក្រៅហ្នឹងគឺខាងក្រោយវិញណាពីទៅដល់ចុងហ្នឹងហើយក៏នាំគ្នាអង្គុយសម្រាប់មួយផ្លែតហើយក៏ត្រឡប់មកវិញដើរទៅមើលខាងកន្លែងបណ្ណាល័យរបស់ពនាងអន្តរទេវីដែលគេល្បីថាជាប្រាសាទដែលមាន2ជាន់ព្រោះគ្រប់ប្រាសាទទាំងអស់មានប្រាសាទណាដែលមានថ្នាក់2ជាន់ចឹងទេទីកន្លែងទៅមើលប្រាសាទ2ជាន់ហ្នឹងក៏អត់បានថតដែរព្រោះដោយសារទូរស័ព្ទនៅប្តីទូរស័ព្ទខ្ញុំអត់ថ្មអញ្ចឹងទៅអត់បានថតទេនេះនៅឈរមើលទេសភាពនៅក្រោយហ្នឹងបន្តិចពេលដែលមើលហើយក៏ត្រឡប់មកវិញញ៉ាំបាយថ្ងៃត្រង់នៅខាងភូមិបដាក់ពេលទៅដល់ភូមិបដាក់ហ្នឹងមិនបានថតច្រើនទេថតបានតែបន្តិចហ្នឹងព្រោះដោយសារទូរស័ព្ទអស់ថ្មញ៉ាំហើយក៏ត្រឡប់ទៅកន្លែងគេហ្នឹងដើម្បីសម្រាកហើយដំបូងគិតថាពេលល្ងាចហ្នឹងគឺទៅដើរលេងនៅប្រាសាទបន្តទៀតប៉ុន្តែមួយអស់ខ្យល់ហើយតែអញ្ចឹងទៅក៏អត់បានទៅណាទេសម្រាប់រហូតដល់ម៉ោង5ក៏មកញ៉ាំអាហារថ្ងៃពេលល្ងាចហ្នឹងហ្មងទៅហើយមកញ៉ាំសាច់អាំងហ្នឹងក៏មើលតាមគេ review ដែរហើយឮថាហាងទំបាក់ថ្មីទេហាងហ្នឹងដូចជាឈ្មោះការគូអញ្ចឹងឯនៅតាមបដ ாய் មាត់ស្ទឹងហើយនៅហ្នឹងរសជាតិគេឆ្ងាញ់គួរសមហើយបរិមាណហ្នឹងច្រើនណាស់មួយចានតែ12000តែច្រើនណាស់ញ៉ាំមកចង់អស់ហើយរៀងចង់ជ្រុល
ហើយណាមួយមកអត់បានញ៉ាំផងពួកគាត់អត់សូវឃ្លាននោះឃើញពួកខ្ញុំរៀងមានសាច់ចឹងមិនប្រកាសតែខ្ញុំញ៉ាំច្រើនទេណាគឺញ៉ាំបានតែបន្តិចតិចទេញ៉ាំតែបន្តិចគឺត្រឡប់ញ៉ាំលេងចូលហ្មងហើយបើមិនដែលចេះ review ដូចគេហ្នឹងញ៉ាំអីហើយក៏ត្រឡប់មកស្ថានភាពវិញដើម្បីគេងហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់ការតាមដានទស្សនាចាំមើលវីដេអូក្រោយៗទៀត